ថ្ងៃទី25ខែឧសភាឆ្នាំ2025សមាគមផែនសន្តិភាពភេរីមានជ័យបានមកចូលរួមលំលែកទុក្ខដ៏ក្រៀមក្រំដោយលោកតាយិនសាយត្រូវជាឪពុកបង្កើតរបស់សមាជិកយើងដែលបានទទួលមរណភាពនាពេលកន្លងមកនេះសមាជិកយើងឈ្មោះយិនសាននាមវិទ្យុតកតងញ3និងឈ្មោះយិនណៅនាមវិទ្យុតកតងញ5ទឹកប្រាក់ដែលបានរៃអង្គាសគ្នាក្នុងផែនបានចំនួន1,86,000,000 រៀលសមាជិកយើងរស់នៅក្នុងភូមិថ្មីឃុំភេរីមានជ័យស្រុកបរសែតខេត្តកំពង់ស្ពឺដូច្នេះហើយខ្ញុំបាទជួសតាងតំណាងឲ្យក្រុមគ្រួសារនៃសពក៏សូមប្រសិទ្ធពរជ័យសិរីបវរល្អប្រសើរកើតមានដល់បងប្អូននៅក្នុងសមាគមបានសុខសប្បាយទាំងអស់គ្នាដូចតទៅ